បាទហេតុដំសូមគោរពជំរាបសួរលោកស្រីនាងកញ្ញានិងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធីកសកម្មស្រុកយើងតែថ្ងៃនេះផងដែរខ្ញុំបានពោលនាំក៏ដូចជាលើកយកអំពីដំណាំពោតដែលដាំដុះដល់ជាកសិករនិងទទួលបានទិន្នផលខ្ពស់ខ្លាំងមែនទែនដែលមានវត្តមានរបស់លោករដ្ឋធនដែលជាវាគ្មិនរបស់យើងហើយលោកក៏បានចុះទៅសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងប្រជាកសិករផងដែរជំរាបសួរលោករដ្ឋធនបាទជំរាបសួរលោកហេងឧត្តមក្រោយបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹងប្រជាកសិករតើលោកទទួលបានចំណេះដឹងអ្វីខ្លះដើម្បីមកចែកជូនប្រិយមិត្តរបស់យើងបានទស្សនាបាទលោកហេងឧត្តមក្រោយពីខ្ញុំបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹងប្រជាកសិករដែលគាត់រស់នៅក្នុងភូមិត្រពាំងពនឃុំមន្ទីរមាសខាងកើតស្រុកមន្ទីរមាសខណ្ឌកំពតរួចមកខ្ញុំឃើញថាប្រជាកសិករដែលគាត់រស់នៅក្នុងភូមិនោះគាត់ពិតជាមានបច្ចេកទេសក្នុងការដាំដុះដំណាំដើម្បីទទួលបានទិន្នផលខ្ពស់ខ្លាំងមែនទែនហើយនៅក្នុងនោះខ្ញុំក៏បានចងក្រងជាវីដេអូដើម្បីចែកជូនប្រិយមិត្តដើម្បីទស្សនានិងសិក្សាពីបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់ផងដែរបាទអញ្ចឹងតោះបើចង់ដឹងពីបច្ចេកទេសនិងការថែទាំដើម្បីទទួលបានទិន្នផលខ្ពស់បែបណានោះតោះយើងទៅទស្សនាវីដេអូទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពខ្ញុំបាទឈ្មោះរិទ្ធធនគណៈពេលនេះផងដែរខ្ញុំបាទកំពុងស្ថិតនៅភូមិត្រពាំងពនឃុំមន្ទីរមាសខាងកើតស្រុកមន្ទីរមាសខេត្តកំពតបងប្អូនច្បាស់ជាដឹងរួចមកហើយថាខេត្តកំពតគឺជាខេត្តមួយដែលប្រជាកសិករភាគច្រើនគាត់តែងតែនិយមប្រកបមុខរបរកសិកម្មសិប្បកម្មហើយក៏ជាខេត្តគោលដៅមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរបើយើងក្រឡេកមកមើលគ្រួសារអ្នកមីងម្នាក់ដែលគាត់បានប្រកបមុខរបរដាំដំណាំពោតដែលជាដំណាំប្រចាំគ្រួសាររបស់គាត់ហើយគាត់ដាំអស់រយៈពេល10ឆ្នាំមកហើយគាត់ក៏បានផ្គត់ផ្គង់នៅលើទីផ្សារបានយ៉ាងច្រើនថែមទៀតផងបើយើងចង់ដឹងពីបច្ចេកទេសក្នុងការដាំដុះក៏ដូចជាផលវិបាកយ៉ាងណានោះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរមីងជំរាបសួរមីងតើមីងមានឈ្មោះអីដែរមីងខ្ញុំឈ្មោះឈុកចន្ទថនរស់នៅភូមិត្រពាំងពនឃុំមន្ទីរមាសស្រុកមន្ទីរមាសខេត្តកំពតអ្នកមីងតើដំណាំពោតអ្នកមីងដាំមានប្រភេទអ្វីខ្លះដែរអ្នកមីងមានប្រភេទពោតដំណើបតឿសនិងពោតក្រហមនិងពោតពណ៌ល័ខបាទចំពោះការដាំដំណាំពោតនេះតើវាមានបច្ចេកទេសអ្វីខ្លះអ្នកមីងអាចជួយប្រាប់បានទេទី1យើងត្រូវភ្ជួររាស់ដីធ្វើឲ្យស្អាតជំរះស្មៅទុករយៈពេល2សប្តាហ៍រួចហើយទៅលើករងភ្ជួរដាំដាក់ក្របដាក់អីអញ្ចឹងមើលថែទាំស្រោចទឹកស្រោចអីបាទចំពោះអាកាសធាតុនៅក្នុងការដាំពោតវិញតើរដូវបែបណាដែលយើងគិតថាដាំពោតទៅវាល្អក្នុងរដូវប្រាំងដាំពោតបានល្អជាងរដូវវស្សាបាទអញ្ចឹងក្នុងមួយឆ្នាំតើមីងដាំបានប្រហែលដងដែរអ្នកមីងក្នុងមួយឆ្នាំខ្ញុំដាំតែម្ដងដាំតែម្ដងទេបាទអញ្ចឹងនៅក្នុងការដាំពោតហ្នឹងតើរយៈពេលប្រហែលទើបយើងអាចប្រមូលផលបានប្រើរយៈពេល2ខែកន្លះបាទប្រហែលរយៈពេល2ខែកន្លះទើបយើងអាចប្រមូលផលបានចាអ្នកមីងចំពោះដំណាំពោតមួយនេះលក់ទៅទីផ្សារអ្នកមីងបោះឲ្យគេឬក៏លក់ខ្លួនឯងលក់ទៅតាមទីផ្សារមានឈ្មួញមកទិញដល់កន្លែងអញ្ចឹងបាទអញ្ចឹងចំពោះតម្លៃវិញមានការប្រែប្រួលដែរឬទេអ្នកមីងតម្លៃមិនប្រែប្រួលតម្លៃនោះថេដដែលបាទក្នុងការប្រមូលផលម្ដងតើអ្នកមីងប្រមូលផលបានប្រហែលប្រមាណដែរក្នុងមួយរដូវខ្ញុំអាចប្រមូលផលបាន3ទៅ4លានដែរក្នុងមួយរដូវតែចំពោះតែអ្នកដែលដាំតិចឬច្រើនណាចំពោះផ្ទៃដីដែលអ្នកមីងដាំវិញតើមានទំហំប្រហែលប្រមាណដែរប្រហែលជាមួយហាត់តាប្រហែលជាមួយហាត់តានៅក្នុងការដាំដំណាំពោតមួយនេះចំពោះការដាំពោតនេះតើវាត្រូវការទឹកច្រើនដែរឬទេអ្នកមីងដំណាំពោតមិនត្រូវការទឹកច្រើនប្រហែលទេត្រូវតែការទឹកសមល្មមបាទមិនច្រើនពេកហើយក៏មិនតិចពេកបាទតើកត្តាអីខ្លះដែលជំរុញឲ្យអ្នកមីងសម្រេចចិត្តនៅក្នុងការដាំពោតនឹងជាជាងដាំដំណាំផ្សេងព្រោះវាដំណាំពោតនេះងាយស្រួលក្នុងការដាំនិងមើលថែវាបាទតើដំណាំពោតរបស់អ្នកមីងនេះអ្នកមីងប្រើជីប្រភេទអ្វីដែរអ្នកមីងប្រើជីប្រភេទធម្មជាតិដូចជាជីអេកូនិងធ្វើការផ្សំដោយខ្លួនឯងជីកំប៉ុស្តដែរអ្នកមីងប្រើជីកំប៉ុស្តបាទចំពោះផលវិបាកនៅក្នុងការដាំពោតវិញមានអ្វីខ្លះអ្នកមីងអាចជួយប្រាប់បានទេផលវិបាកក្នុងដំណាំពោតនេះគឺទី1សត្វដង្កូវទី2គឺកណ្ដោកាត់បំផ្លាញបាទ
ចឹងអើយអ្នកមីងមានវិធីសាស្ត្របែបណានៅក្នុងការទប់ស្កាត់សត្វទាំងហ្នឹងកុំឲ្យវាបំផ្លាញដំណាំ ត្រូវការមើលថែជំរះស្មៅនិងបណ្ដាញវាដាក់ថ្នាំបណ្ដាញហើយ បាទនៅថ្ងៃណាគាត់អ្នកមីងមានគំនិតចង់ដាំដំណាំប្រភេទអ្វីផ្សេងទៀតអត់អ្នកមីង ចង់បង្កើតដំណាំពោតឲ្យបានច្រើននិងដាំបន្ថែមទៀតដូចជាដំណាំស្ពៃមើមនិងឱឡាក់ បាទជាចុងក្រោយអ្នកមីងមានសំណូមពរអ្វីទៅកាន់ទស្សនិកជនដែលគាត់កំពុងតែទស្សនាវីដេអូមួយនេះ ជាចុងក្រោយសូមសំណូមពរបងប្អូនទាំងអស់ឲ្យជួយគាំទ្រផលិតផលខ្មែរដំណាំខ្មែរឲ្យបានច្រើន បាទពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានស្ដាប់នៅប្រសាសន៍របស់អ្នកមីងរួចមកហើយតាក់ទងទៅនឹងបច្ចេកទេសក្នុងការដាំដុះដំណាំពោតហើយយើងឃើញថាដំណាំពោតនេះវាមានភាពងាយស្រួលក្នុងការដាំនិងងាយស្រួលក្នុងការលក់នៅលើទីផ្សារខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនក៏ដូចជាប្រជាកសិករគ្រប់រូបឲ្យគាត់ចូលរួមនៅក្នុងការដាំពោតទាំងអស់គ្នាដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតខណៈពេលនេះផងដែរខ្ញុំបាទឈ្មោះរតសុធននិងក្រុមការងារសូមអរគុណសូមជម្រាបលា ក្រោយបានទស្សនាវីដេអូរួចមកយើងឃើញថាបច្ចេកទេសក្នុងការដាំរបស់អ្នកមីងពិតជាល្អមែនទែនទាំងការថែទាំទៅតាមដំណាក់កាលនីមួយៗនិងការជ្រើសរើសពូជដើម្បីឲ្យលូតលាស់បានលឿននិងការប្រើប្រាស់ជីដែលជាជីសរីរាង្គហើយជាពិសេសទទួលបានទិន្នផលខ្ពស់ថែមទៀតផងខណៈពេលនេះខ្ញុំបាទហេឧត្តមខ្ញុំបាទក្រុមនៃក្រុមការងារសូមអរគុណសូមគោរពលា